តើគ្នាធ្លាប់ស្ដាប់រឿងឬក៏អត្ថបទគេសន្ទនាខ្លីៗរបស់ជនបរទេសណាភាគច្រើនគេប្រើពាក្យ finger out តើវាមានន័យបែបណាទៅចឹងថ្ងៃនេះយើងមកមើលអត្ថន័យរបស់វាទាំងអស់គ្នាហើយយើង compare ជាមួយនឹង find out ផងដែរចឹងទី1គឺ find out យើងមកមើលពាក្យហ្នឹងសិន find out ហ្នឹងមានន័យថា to discover something you didn't know before មានន័យថារកឃើញឬក៏គិតចេញរឿងអីមួយដែលយើងអត់ធ្លាប់ដឹងពីមុនមកទេចឹងគឺយើងយកពាក្យ find out ឬក៏ find out នឹងឯងពេលយើងអានជាប់គ្នាទៅជាអាន find out example I found out she moving to ភ្នំពេញ teacher ដំបូងដាក់ find មិនឧទាហរណ៍យើងដាក់ found អញ្ចឹងមានន័យថាយើងបានរកឃើញហើយវាជា past ចឹងខ្ញុំបានដឹងថាឬក៏រកឃើញថានាងចាប់ផ្ដើមរើអីវ៉ាន់ហ្នឹងទៅនៅភ្នំពេញហីចឹងអាហ្នឹងគឺជារឿងដែលយើងទៅដឹងអញ្ចឹងណាយើងដឹងថ្មីdiscover something you didn't know before អត់ធ្លាប់ដឹងឯងស្រាប់តែដល់លើគេនិយាយចឹងទៅដឹងចឹងយើងប្រើពាក្យថា find out អូខេចាហ្នឹងចំពោះពាក្យថា find out and ពាក្យទី2គឺ figure out figure out ហ្នឹងគឺមានន័យថា to understand or to solve some problem វាហៅទៅរកដំណោះស្រាយឬក៏ទៅយល់ពីរឿងអីមួយដែលវាមានស្រាប់ទៅហើយគ្រាន់តែយើង figure out បន្ថែមទៀតចឹងណាឧទាហរណ៍គេមានអត្ថបទអីមួយយើងទៅស្រាវជ្រាវទៅអានដើម្បីដឹងពីព័ត៌មានថ្មីចឹងទៅអាហ្នឹងគឺ figure out វិញអូខេចឹង I figure out how to fix the computer ចឹងយើងដឹងហើយវិធីសាស្ត្រក្នុងការធ្វើកុំព្យូទ័រគឺគេមានទៅតាមបែបបទរបស់គេដល់ពេលយើងយកពាក្យ figure out នេះឲ្យយើងរកឃើញវិធីដែលធ្វើនឹងអញ្ចឹងណាយើងទៅដឹងតែតាមពិតមានគេដឹងផ្សេងទៀតហើយចឹងយើងរកឃើញឬក៏ដោះស្រាយអីថ្មីហ្នឹងគឺគេហៅវាប្រើពាក្យថា figure out អូខេ example I figure out how to fix the computer តើគ្នាបន្ទាប់ពីមើលការប្រើប្រាស់ពីរនឹងហើយជិះចង់ឲ្យទៅស្អីពីរប្រយោគធ្វើយ៉ាងណាប្រើ find out ហើយនឹង figure out ទៅតាមអត្ថន័យដែលជាបញ្យល់ហ្នឹងឲ្យបានពីរហើយ comment នៅខាងក្រោមទីឆាននឹងជួយ check and that's all for today bye